Donald Trump មិនបោះបង់មហិច្ឆតាលេបយកដែនដីរបស់ដែនណាម៉ាស្របពេលសម្ព័ន្ធមិត្តនៅក្នុងអង្គការ NATO មានប្រតិកម្មយ៉ាងខ្លាំងអំពីរដ្ឋាភិបាលក្រុង Washington ចង់ទិញមហាកោះយក្ស Greenland ដែលជាដែនដីនៅក្រៅប្រទេសរបស់ដែនណាម៉ាមកធ្វើជារដ្ឋទី51របស់សហរដ្ឋអាមេរិកនោះមកឥឡូវលោកប្រធានាធិបតីបានបង្ហាញសញ្ញាអំពីការមិនបោះបង់មហិច្ឆតានេះឡើយទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានផ្សាយនៅថ្ងៃប្រហ័សទី8ខែមករាឆ្នាំ2026ថាប្រមុខការទូតរបស់សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធថាគាត់នឹងជួបជាមួយមេដឹកនាំនៃប្រទេសដាណឺម៉ាកនៅសប្តាហ៍ក្រោយប៉ុន្តែសកម្មភាពនេះបានបង្ហាញអំពីការមិនដកថយចេញពីគោលបំណងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងការកាន់កាប់កោះយក្ស Greenland ខណៈសម្ព័ន្ធមិត្តជាច្រើនរួមមានបារាំងនិងអាល្លឺម៉ង់កំពុងតែឆ្លើយតបដល់គួរឲ្យព្រួយបារម្ភប្រតិបត្តិការយោធាអាមេរិកកាលពីថ្ងៃទី3ខែមករាឆ្នាំ2026ដោយបានចាប់មេដឹកនាំប្រទេសវេណេស៊ុយអេឡាបានធ្វើឲ្យមានការព្រួយបារម្ភជាថ្មីអំពីចេតនារបស់សហរដ្ឋអាមេរិកចំពោះ Greenland រីឯក្រុមមន្ត្រីសហរដ្ឋអាមេរិកបានធ្វើការងារតិចតួចសម្រាប់ការកាត់បន្ថយនូវការភ័យខ្លាចនេះ Greenland ជាតំបន់ស្វយ័តស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រដាណឺម៉ាកមហាយក្សកោះមួយនេះមានផ្ទៃដីទំហំ 2,166,086 គីឡូម៉ែត្រការ៉េនិងមានប្រជាជនរស់នៅប្រហែលជាង 56,000 នាក់ហើយជាទីដែលសម្បូរទៅដោយរ៉ែកម្រនិងធនធានធម្មជាតិយ៉ាងច្រើនមានតម្លៃមិនអាចកាត់ថ្លៃបានលោកប្រធានាធិបតី Donald Trump បានប្រកាសអំពីការទិញកោះ Greenland ចាប់តាំងពីការវិលត្រឡប់មកចូលកាន់តំណែងជាថ្មីនាឆ្នាំ2025ក្រោមហេតុផលសន្តិសុខប៉ុន្តែនាយករដ្ឋមន្ត្រីដាណឺម៉ាកបានប្រកាសថាដែនកោះរបស់ខ្លួនមិនមែនសម្រាប់លក់ដូរនោះឡើយ